វីដេអូនេះសម្រាប់មកនៅគាត់ហ៊ានតអំលេងមកធម្មជាតិទេមកធម្មជាតិទេគឺជាប្រភេទទេសហុំភ្នែកស្ដាងសៀសតុនអញ្ចឹងក្នុងការតក៏ត្រូវប្រយ័ត្នតិចដែរមុននឹងចាប់ដើមតក៏ប្រែសជាមួយនឹងការពុតហុំភ្នែកហើយយើងចូលជាមួយនឹងការតង់ទី1ដែលមានពីថាបនការតអំលេងមកធម្មជាតិហ្នឹងគឺប្រើកៅអតិក្រមពុតដល់គ្នាប្រកាសតែកូនតិចតិចបែបនេះណាបន្តមកទៀតដល់គ្នាយកជាមួយនឹងទេសហុំភ្នែកលេងដល់គ្នាស្រឡាញ់យកមកដាក់ខាងក្រោមទៅសារឲ្យធម្មជាតិសំខាន់ត្រូវចាំថាកុំឲ្យដាក់ចូលទៅខាងក្នុងហុំភ្នែកពេកនេះមកវាចាក់ឈឺនៅពេលក្រោយមកផ្លែតហ្មងខ្ញុំតឲ្យមកជារៀងដល់គ្នាហើយនេះបង្រៀនសារទាំងសងខាងវិញគឺថាស្អាតសតុនខ្លាំងមែនតើជាមួយនឹងប្រភេទមកធម្មជាតិនេះអ្វីដែលសំខាន់នោះគឺស្រាលទៅលើភ្នែកហ្មងបន្តមកទៀតយើងចូលជាមួយនឹង step ទី2ដែលប្រើពាក្យថាសៀដងគេប្រសអញ្ចឹងណាអ្នកគ្នាយកមក focus គោលខ្ញុំអញ្ចឹងណាហើយទុកឲ្យស្ងួតតិចសិនណាចាំប្រើជាមួយនឹងកញ្ចប់យកមកដាក់សៀនៅម្ដងទៀតយកមកកឹបគោលខ្ញុំអញ្ចឹងណាអ្នកគ្នាដើម្បីឲ្យហុំភ្នែកយើងគឺកាន់តែជាប់បានយូរបន្តមកទៀតគឺគ្រាន់តែទុកវាឲ្យស្ងួតទៅគឺយើងអាចត្រូវទឹកធ្វើឲ្យបានធម្មតាអ្នកគ្នាយើងទុកបានយូរថ្ងៃសម្រាប់មកធម្មជាតិមួយគឺ recommend សម្រាប់បងដែលគាត់ឆ្លាញ់បែបហៀងសៀសតុនតមកបែបធម្មជាតិពិតៗចាគឺត្រូវចិត្តហ្មងអញ្ចឹងឲ្យកុំភ្លេចសាកតជាមួយនឹងមកធម្មជាតិទាំងអស់គ្នាណា